អភិបាលខេត្តកំពង់ចាមស្នើឲ្យមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសូរិយោដីពន្លឿនការចែកបានកម្មសិទ្ធិដីធ្លីឲ្យបានរួចរាល់ត្រឹមបំណាច់ឆ្នាំ2025អាដាមអ៊ុនច័ន្ទដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនាព្រឹកថ្ងៃទី17ខែតុលាឆ្នាំ2025បានជំរុញដល់មន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីផ្ដល់សេវាចែកបានកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឲ្យបាននៅត្រឹមចុងឆ្នាំ2025ឲ្យបានរួចរាល់ទាំងស្រុងដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋយកទៅប្រើប្រាស់អាដាមអ៊ុនច័ន្ទដាបានមានប្រសាសន៍បែបនេះក្នុងកម្មវិធីបូកសរុបលទ្ធផលការងារឆ្នាំ2025និងលើកទិសដៅការងារឆ្នាំ2026របស់មន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីខេត្តកំពង់ចាមដោយក្នុងនោះពិធីនេះក៏មានការអញ្ជើញចូលរួមដោយអាដាមម៉ៅវិបុលអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីតំណាងអាដាមសាយសំអាល់ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីនិងអាដាមក្លូតផនប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាមក្នុងឱកាសនោះអាដាមក៏បានស្នើទៅដល់អាជ្ញាធរមូលដ្ឋានរុះរាន់ដោះស្រាយចំនួនដីធ្លីក្រៅប្រព័ន្ធតុលាការរកវិធីដោះស្រាយដោយសន្តិវិធីចំពោះប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរបស់យើងឆាប់បានកម្មសិទ្ធិដីធ្លីហើយក៏បង្កលក្ខណៈជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបការលំបាកអាដាមក៏បានលើកឡើងដែរថាការចែកបានកម្មសិទ្ធិដីធ្លីមិនទាន់បានរួចរាល់ពីព្រោះតែប្រជាពលរដ្ឋមួយចំនួនគាត់បានធ្វើការចំណាក់ស្រុកដូច្នេះទើបបណ្ដាលឲ្យការចែកបានកម្មសិទ្ធិមិនទាន់បានអស់អាដាមក៏បានក្រើនរំលឹកទៅដល់មន្ទីរដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីគិតគូរឲ្យបានដិតដល់ចំពោះម្ចាស់អចលនទ្រព្យវិស្វករនិងប្រជាពលរដ្ឋដែលចង់សាងសង់លំនៅឋានបូរីត្រូវត្រួតពិនិត្យបច្ចេកទេសគ្រឹះសំណង់ការសាងសង់ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដើម្បីជៀសវាងការសាងសង់អគារហើយមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋពេលស្នាក់នៅលើសពីនេះទៅទៀតអាដាមក៏បានណែនាំទៅដល់មន្ទីរដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីរៀបចំដីធ្លីសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែលក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោះស្រាយផ្ដល់ដីធ្លីជូនប្រជាពលរដ្ឋដើម្បីរួមចំណែកកាត់បន្ថយការលំបាកនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង